ម្រងថ្មីទៀតដែលបងប្អូនជួបគ្នាម្ដងទៀតនេះគឺជាម្រងថ្មីដែលយើងធ្វើដៃស្មិតជូនភ្ញៀវពេញមកផ្ទះតែម្ដងមានទាំងក្បាច់ខ្មែរមានទាំងក្បាច់បរទេសទូទៅហើយនេះគឺជាបង្កាន់ដៃក្បាច់ខ្មែរដែលម៉ូដនេះពេញនិយមខ្លាំងមែនតើសម្រាប់ក្រុមហ៊ុនវិទ្យារចនាបានតម្លើងជូនអតិថិជនច្រើនផ្ទះមកហើយដោយឡែកគម្រោងមួយនេះវិញគឺគាត់យកសេវាកម្មដៃស្មិតរបស់យើងគឺមានបង្កាន់ដៃជាដើមបាទគឺមានទ្វារមានចម្រងបង្អួចនិងវរងដាក្បាច់ខ្មែរក្បាច់ខាបរបស់យើងដែរនៅយកខាងក្រៅនៃចំហៀងផ្ទះរបស់គាត់បាទហើយកន្លែងទៅនោះគឺខាងមុខវរងដាក្បាច់ខាបដែលយើងបានតម្លើងជូនភ្ញៀវច្រើនដែរម៉ូដនឹងក៏ពេញនិយមដែរបាទស្អាតមែនតើបាទហើយសម្រាប់ប្រកាន់ដៃចដារបស់គាត់វិញគឺជាប្រភេទប្រកាន់ដៃចដាកោងដែលកន្លែងនេះឡើងមកគាត់មានដាក់ជាសាឡុងទទួលភ្ញៀវនៅជាន់លើគឺស្អាតមួយយ៉ាងដែរអញ្ចឹងខ្ញុំនឹងបង្ហាញប្រកាន់ដៃចដាចុះទៅក្រោមវិញបាទប្រកាន់ដៃរបស់គាត់គឺភ្ជាប់អញ្ចេះមកហើយកោងចុះទៅក្រោមអញ្ចឹងតែម្ដងគឺមិនថាក្បាច់ខ្មែរពុតពេនបែបណាគឺយើងនឹងអាចធ្វើជូនគាត់បានយ៉ាងស្អាត smooth ស៊ីជាមួយនឹងភ្នាក់ដៃឈើរបស់គាត់តែម្ដងបាទឥឡូវយើងមកកន្លែងមើលពីខាងក្រៅទៅគឺមានវរងដាក្បាលខាងរបស់យើងមានបែបនេះវរងដាខាងមុខទូចខាងយ៉លយធំហើយនឹងចំហៀងមួយទៀតអញ្ចឹងណាបងប្អូនបាទហើយកន្លែងនោះក៏មានទ្វារផ្ទះគាត់មកស៊ុំដែរក្រៅពីហ្នឹងគឺយើងប្រើចម្រងប្អួចដាច់ស្មិតជូនគាត់ទាំងអស់អញ្ចឹងសរុបមកវិញការងារនៅក្នុងផ្ទះរបស់គាត់គឺមានទ្វារផ្ទះមានចម្រងប្អួចប្រកាន់ដៃចដាក៏ដូចជាប្រកាន់ដៃវរងដាមានទាំងក្បាច់ខ្មែរនិងក្បាច់បរទេសចំណែកនេះគឺជាទស្សនវិជ្ជាមើលពីខាងក្រៅនៅពីមុខផ្ទះរបស់គាត់គឺគាត់មានបំពាក់ទ្វារលបងធំទ្វារលបងតូចដែលជាប្រភេទទ្វារលបងដៃស្មិតក្បាច់ខ្មែរមានឈ្មោះថាទ្វារបរមនគរហើយទ្វារនេះកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងមែនទែនពីសំណាក់ម៉ែបងប្អូនខ្មែរយើងណាគាត់ចូលខមមិនសរសើរទឹកដៃក៏ដូចជាម៉ូដយើងឆ្នៃចេញមកគឺស្អាតបែបខ្មែរជួយលើកតម្កើងដល់វប្បធម៌ក្បាច់ខ្មែររបស់យើងដែលដូនតាយើងបានបន្សល់ទុកតាមប្រាង្គប្រាសាទយើងយកមកពាក់នៅលើដៃស្មិតអញ្ចឹងគឺស្អាតមួយយ៉ាងស្អាតខ្លាំងមែនទែនជាចុងក្រោយសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ធ្វើដៃស្មិតពេញមកផ្ទះហើយបងប្អូនដែលកំពុងតែសាងសង់ផ្ទះឬក៏មានគម្រោងក្នុងការសាងសង់ផ្ទះវិឡាថ្មីអាចប្រឹក្សាជាមួយនឹងក្រុមហ៊ុនវិនិច្ឆ័យរចនាពាក់ព័ន្ធជាមួយនឹងការងារដៃស្មិតតាំងពីក្នុងរហូតដល់ក្រៅផ្ទះអរគុណច្រើនជម្រាបលា